សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នារឿងនិទានខ្មោចរបស់យើងនៅក្នុងយប់នេះគឺជាបទពិសោធន៍ដ៏រន្ធត់មួយពីបងប្រុសម្នាក់ឈ្មោះថានាតដោយបងនាតគាត់បានទៅជួបនៅហេតុការណ៍ដ៏គួរឲ្យខ្លាចមួយនៅលើផ្លូវមួយកន្លែងអំឡុងពេលដែលគាត់ជូនមិត្តភក្តិមកគាត់ហ្នឹងទៅធ្វើธุរៈមួយហើយហេតុការណ៍ដែលគាត់បានជួបហ្នឹងមិនត្រឹមតែគួរឲ្យខ្លាចទេវាថែមទាំងមានគ្រោះថ្នាក់ទៀតណាហើយចុងក្រោយវាក៏ប៉ះពាល់ទៅដល់ផ្លូវច្បាប់ទៀតរឿងគឺវែងឆ្ងាយមែនទែនអូខេឥឡូវខ្ញុំបង្ហើបតែប៉ុណ្្នឹងទេបើបងប្អូនចង់ដឹងថាតើរឿងរ៉ាវដែលបងនេតបានជួបហ្នឹងវាគួរឲ្យខ្លាចដល់កម្រិតណាហើយវាមានគ្រោះថ្នាក់បែបណាខ្លះចុះឥឡូវយើងកុំឲ្យខាតពេលយូរយើងចូលទៅស្ដាប់សាច់រឿងពេញរបស់បងនេតទាំងអស់គ្នាហេតុការណ៍មួយនេះគឺបានកើតឡើងយូរដែរហើយកាលពីជាង20ឆ្នាំមុនហើយបានកើតឡើងទៅលើបងប្រុសម្នាក់ដែលមានឈ្មោះថាបងនេតកាលហ្នឹងគាត់នៅក្មេងឡើយណាអាយុអត់ទាន់បាន20ឆ្នាំទេហើយគាត់ក៏អត់មានតន់ទៅរៀនបន្តរៀនអីនៅណាដែរដូចថាចាប់បាក់ឌុបហើយក៏នៅផ្ទះធ្វើស្រែអញ្ចឹងណាអញ្ចឹងគាត់ថានៅហ្នឹងគាត់ក៏មានមិត្តភ័ក្តិច្រើនគ្នាដែរនៅម្ដុំសុខភូមិគាត់ហ្នឹងប៉ុន្តែក្នុងចំណោមមិត្តភ័ក្តិទាំងអស់ហ្នឹងគឺមានមិត្តភ័ក្តិម្នាក់ដែលស្និទ្ធស្នាលជាងគេហើយមិត្តភ័ក្តិម្នាក់ហ្នឹងគាត់មានឈ្មោះថាបងចរអញ្ចឹងគឺផ្ទះពួកគាត់ហ្នឹងក៏អត់នៅឆ្ងាយពីគ្នាប្រហែលដែរណាហើយខ្ញុំបញ្ជាក់ពីបងចរហ្នឹងបន្តិចដោយបងប្រុសចរហ្នឹងគាត់គឺនៅក្នុងផ្ទះតែម្នាក់ឯងទេប៉ាម៉ាក់គាត់ទៅធ្វើការនៅឯក្រៅប្រទេសអស់ហើយបងប្អូនគាត់មានដែរប៉ុន្តែគាត់ក៏មិនបានតែខ្លាចអីដែរតែបើគាត់នៅក្នុងភូមិមានគេមានឯងនៅក្បែរអីចឹងណាអត់មានអីខ្លាចទេលេខយប់ឡើងក៏ធម្មតាចឹងទៅអញ្ចឹងស្រាប់តែមកដល់ថ្ងៃមួយបងនេតនឹងក៏ថាអំឡុងពេលដែលបាយថ្ងៃត្រង់ហើយគាត់ដេកនៅលើគ្រែមុខផ្ទះហ្នឹងក្រោមដើមឈើស្រាប់តែបងនេតគាត់ថាបងចរហ្នឹងបើកម៉ូតូមកដល់ផ្ទះគាត់ហើយគាត់ឡើងឈរលើគ្រាដែលបងនេតកំពុងតែដេកហ្នឹងបន្ទាប់មកបងចរហ្នឹងគាត់យកមេជើងមកគាត់មកចង្កឹះច្រមុះបងនេតលក្ខណៈថាលេងលើសហ្មងណាប៉ុន្តែបងនេតគាត់ថាមិត្តភក្តិគាត់លេងអញ្ចឹងឯងចុះបងនេតគាត់ភ្ញាក់ឡើងមកគាត់សួរថាហេម៉េចឯងមកដាស់អញទាំងថ្ងៃអញ្ចឹងឯងឃើញអញកំពុងដេកអត់បានបងចរហ្នឹងគាត់ថាឯងជួយអញបន្តិចបានអត់ម៉ែអញក៏ផ្ញើលុយមក5លានហើយអញយកលុយហ្នឹងត្រូវមកកាយស្រះនឹងក្រោយផ្ទះនេះពិបាកដើរបូមទឹកពិបាកដើរដូចថាដឹកទឹកផ្ទះគេទេឯងណាអញ្ចឹងឥឡូវហ្នឹងម៉ែរបស់គាត់ផ្ញើលុយមកពីក្រៅប្រទេសហ្នឹង5លានហើយកាលជំនាន់ហ្នឹងអត់ទាន់មានវិញមានអីមួយក៏កម្មវិធីវេលុយតាមធនាគារអីស្រួលទេយើងត្រូវការទៅបើកនៅឆ្ងាយឆ្ងាយអញ្ចឹងណាហើយបងចរហ្នឹងគាត់អត់ហ៊ានបើកម៉ូតូផ្លូវឆ្ងាយទេមូលហេតុដោយសារតែកាលនៅក្មេងៗណាបងចរហ្នឹងគាត់ធ្លាប់បើកម៉ូតូឲ្យដួលរងរបួសធ្ងន់អញ្ចឹងតាំងតែពីហ្នឹងមកគាត់រៀងរហូតគាត់អាចបើកបានត្រឹមតែចិត្តផ្ទះតែបើសិនជាទៅបើកទៅឆ្ងាយគាត់តែងតែរកគេឲ្យជូនទៅហើយឥឡូវហ្នឹងគាត់មករកបងនេតឲ្យដប់គាត់ទៅបើកលុយដែលម៉ែរបស់គាត់ហ្នឹងផ្ញើមកបន្តិចហើយបងនេតគាត់ក៏ទៅដែរដូចថាមិត្តភក្តិវាមកពឹងឯហ្នឹងណាមួយទៀតបើយើងមិនជូនវាទៅវាជិះទៅខ្លួនឯងមិនកើតដដែលហ្នឹងអញ្ចឹងក៏គាត់ងើបឡើងមកងុយទឹកងុយអីបន្តមកបានជិះម៉ូតូបោះបងនេតខ្លួនឯងហ្នឹងដប់បងចន់ទៅផ្សារទៅហើយបញ្ជាក់សារដែលគាត់ជិះទៅហ្នឹងគឺមិនមែនចិត្តទេឆ្ងាយគួរសមហើយគាត់ថាជិះទៅហ្នឹងមានបញ្ញាប់អីជិះទៅលេងកន្លែងខ្លះក៏ឈប់ទិញនេះទិញនោះហើយដល់ពេលទម្រាំតែគាត់ទៅដល់ផ្សារហើយបានបើកលុយបើកអីហ្នឹងពួកគាត់អត់តមកវិញភ្លាមទៀតគាត់ចូលទៅទិញនេះទៅទិញនោះចូលទៅញ៉ាំសាច់គោអាំងទិញស្រាទិញអីផឹកចឹងណានិយាយរួមគឺអត់មានខ្វល់អត់មានបញ្ញាប់អីទេហើយគាត់ទម្រាំតែពួកគាត់ទៅពីរនាក់ហ្នឹងជិះម៉ូតូត្រឡប់មកវិញវាប្រឡប់បាត់ហើយម៉ោង6ម៉ោង7យប់អញ្ចឹងគាត់ថាគាត់ជិះតាមផ្លូវមកបដាហ្នឹងហើយបងចន់ដែលជិះនៅខាងក្រោយគាត់នេះគាត់យកអាលុយដែលទៅតែបើកបានម៉ែរបស់គាត់ផ្ញើមកហ្នឹងបងប្អូនដាក់នៅក្នុងកាបូបពេលចំហៀងអញ្ចឹងទៅហើយអត់មានណាគេដឹងថាលុយណាអញ្ចឹងពេលដែរពួកគាត់ទាំងពីរហ្នឹងជិះមកដល់ចំណុចមួយស្រាប់តែបងនេតគាត់ថាកន្លែងហ្នឹងវាសម្បូរមេមែនទេអាមេទូចបងប្អូនពេលដែលយើងជិះទៅវាចូលភ្នែកចូលអីណាហើយកាលហ្នឹងគាត់ថាច្បាប់ចរាចរណ៍អីក៏មិនទាន់តឹងតែដែរគាត់អត់មានពាក់មួកពាក់អីផងហ្នឹងអញ្ចឹងមេនឹងចូលភ្នែកឡើងកាហាយឡប់ប៉ុន្តែគាត់នៅតែបន្តបើកអញ្ចឹងណាហើយលោកបើកផុតចំណុចមួយហ្នឹងក៏មេហ្នឹងវាចាប់ដើមដូចជាអត់សូវមានណាអាកន្លែងមុនហ្នឹងវាច្រើនអញ្ចឹងក៏បងនេតហ្នឹងគាត់បកការល្បឿនបើករឿងលឿនតិចឲ្យវាឆាប់ដល់ផ្ទះប៉ុន្តែពេលដែលបងនេតគាត់ជិះកាន់តែលឿនទៅហ្នឹងស្រាប់តែបងចន់ដែលជិះនៅខាងក្រោយគាត់ថាឲ្យឈប់បងនេតគាត់ក៏ស្រែកសួរថាឲ្យឈប់ទៅអីហើយជិះជំនុំមិនមែនឬមួយក៏មិនចាំទៅជិតដល់ផ្ទះទៅចំណោមព្រោះថាផ្លូវកន្លែងហ្នឹងវាស្ងាត់ណាមួយពួកគាត់មានលុយជាប់ខ្លួនច្រើនផងខ្លាចថាមានចោរមកប្លន់វិញ
ចឹងក៏បងនេតគាត់ប្រាប់ថាចាំទៅនោមនៅផ្ទះទៅប៉ុន្តែបងចន់គាត់ថាមិនមែនគាត់ឈឺនោមទេគាត់ជ្រុះមួកហើយបងនេតគាត់ក៏ថាទៅថាងាប់មួកមួយសោះហើយលុយល4 5លាននឹងចាំទិញទៅស្អែកប៉ុន្តែបងចន់គាត់ថាមួកមួយហ្នឹងមិនមែនជាមួកដែលគាត់ទិញតាមផ្សារទូទៅទេតែជាមួកអនុស្សាវរីយ៍ដែលសង្សាររបស់គាត់នឹងទិញឲ្យហើយបើបាត់មួកហ្នឹងដឹងតែសង្សាររបស់គាត់ហ្នឹងញ៉ឹងស្លឹកជីហើយគាត់ថាសង្សាររបស់គាត់កាចចឹងក៏បងនេតគាត់វាពិបាកពេកបងចន់ហ្នឹងគាត់នៅតែល្អដដែលគាត់ក៏អូខេឈប់ក៏ឈប់ដែរប៉ុន្តែគាត់ថាពេលដែលឈប់ម៉ូតូឲ្យបងចន់ចុះទៅរើសមួកហ្នឹងគាត់អត់មានបានបកក្បាលម៉ូតូទៅក្រោយទេគាត់ឈប់ហើយក្បាលម៉ូតូនៅតែបែរទៅមុខដដែលឯណាឲ្យបងចន់ហ្នឹងចុះទៅរើសមួកទាំងអង្កឹតចឹងទៅហើយគាត់ថាកាលពីជំនាន់ហ្នឹងគាត់អត់មានទូរស័ព្ទទេ20ឆ្នាំជាងមុនហ្នឹងបងប្អូនមានទូរស័ព្ទណាហើយបើមានក៏សិតតែជាប្រភេទទូរស័ព្ទធម្មតាអត់មានពិលអត់មានភ្លើងផ្លាយទេអញ្ចឹងគាត់ថាឲ្យបងចន់ហ្នឹងទៅដើររើសម្នាក់ឯងទៅទាំងល្ងឹតហ្នឹងហើយបងនេតគាត់នៅអង្គុយចាំនៅលើម៉ូតូប៉ុន្តែគាត់ថាគាត់ចាំកាន់តែយូរទៅឡើង 4-5 នាទីក៏នៅតែបងចន់ហ្នឹងមិនតាន់ឃើញមកវិញមិនដឹងថាទៅរកមុខនឹងដល់ណាណាហើយមុខវាជ្រុះមិញហ្នឹងវាគ្មានជ្រុះទៅដល់ណាដល់ណីមានតែនៅលើផ្លូវហ្នឹងឯងមែនទេបងប្អូនវាមិនមែនទៅធ្លាក់ចូលក្នុងព្រៃអីណាទេប៉ុន្តែបងចន់ហ្នឹងគាត់ទៅរកនឹងយូរហើយតែរកមិនតាន់ឃើញហើយបងនេតគាត់ចាំយូរពេកគាត់ធំបានគាត់ទុកម៉ូតូចោលហ្នឹងហើយគាត់ដើរទៅជួយរកមិត្តភក្តិរបស់គាត់អញ្ចឹងណាហើយគាត់ថាបងចន់ហ្នឹងគាត់អោនរកទៅមកតែរកមិនឃើញហើយបងនេតគាត់ជួយរកក៏នៅតែរកមិនឃើញដែរហើយបងនេតហ្នឹងគាត់ក៏ល្អូថាទៅណាគាត់ថាមុខមួយសោះទុកចោលទៅហើយណាមួយលុយយើងជាប់ខ្លួនច្រើនផងយ៉ាតែមានចោលមិនអីមកហ្នឹងវីវហើយប៉ុន្តែបងចន់គាត់អត់ខ្វល់ទេគាត់គិតតែពីដើររអញ្ចឹងទៅហើយបងនេតគាត់ក៏នឹកឃើញថាអូខេឥឡូវអញ្ចេះឯងចាំអញនៅនឹងមួយផ្លេតចាំអញទៅកន្លែងម៉ូតូហើយជិះម៉ូតូមកចិត្តហ្នឹងបន្ទាប់មកបានចាំងភ្លើងម៉ូតូហ្នឹងទៅហ្នឹងអញ្ចឹងណាដោយសារតែពេលហ្នឹងអត់ពិលមានតែធ្វើអញ្ចឹងហើយបងចន់ហ្នឹងគាត់ក៏អូខេធ្វើអញ្ចឹងក៏ធ្វើទៅបានបងនេតហ្នឹងគាត់បញ្ញាប់ដើរទៅកន្លែងម៉ូតូហើយជិះមកដល់ម្ដុំកន្លែងដែរបងចន់គាត់កំពុងតែរោមុខហ្នឹងហើយដាក់ម៉ូតូចោលនៅហ្នឹងទៅឲ្យវាប្រចាំងភ្លើងទៅប៉ុន្តែភ្លើងវាអត់សូវភ្លឺប្រហែលទេបងប្អូនមិនដូចម៉ូតូយើងទៅនៅឥឡូវយើងអាចបើកភ្លើងឲ្យវាភ្លឺខ្លាំងណាម៉ូតូសម័យហ្នឹងគឺយើងតតែក្រងទីវាឲ្យខ្លាំងបានភ្លើងម៉ូតូហ្នឹងវាភ្លឺខ្លាំងតាមហ្នឹងសូម្បីតែម៉ូតូយើងឥឡូវខ្លាំងក៏ភាគច្រើនអញ្ចឹងដែរមែនទេបងនេតហ្នឹងគាត់ក៏ប្រចាំងភ្លើងចោលឲ្យបងចន់គាត់រោមុខរបស់គាត់ទៅប៉ុន្តែសាប់តែបានមកសតុះបងនេតគាត់ភ្លេចខ្លួនគាត់អង្គុយនៅលើម៉ូតូហ្នឹងសាប់តែបងចន់គាត់រត់ឡើងមកលើម៉ូតូរៀងបញ្ញាប់ហើយគាត់ថាតោះហើយបងនេតគាត់សួរថារោមុខឃើញនៅប៉ុន្តែបងចន់គាត់អត់ឆ្លើយទេគាត់ថាឲ្យទៅហើយបងនេតគាត់ក៏អូខេឃើញមិនឃើញក៏គាត់អត់សូវខ្វល់ដែរវាមានជាមុខរបស់គាត់ណាអញ្ចឹងគាត់ថាពេលដែលគាត់ជិះទៅតាមផ្លូវហ្នឹងគាត់ក៏លេចមើលនៅកញ្ចក់ឃើញថាបងចន់ហ្នឹងគាត់ពាក់មួកហ្នឹងហើយអញ្ចឹងគឺមានន័យថាគាត់រកឃើញហើយណាហើយគាត់បន្តបើកម៉ូតូទៅផ្ទះតាមធម្មតាហើយគាត់ថាតាមផ្លូវហ្នឹងគឺស្ងាត់ណាស់ដូចប្រាប់កាលពីដើមរឿងអញ្ចឹងសុខភូមិគាត់ហ្នឹងគឺជាតំបន់ជនបទដាច់ស្រយាលអញ្ចឹងណាសងខាងផ្លូវសុទ្ធតែព្រៃកន្លែងខ្លះក៏ជាចកាពោតចកាដលងអីចឹងដែរហើយបងនេតគាត់ថាពេលដែលបងចន់គាត់ឡើងម៉ូតូមកលើកនេះគាត់ជិះម៉ូតូរៀងប្លែកដោយសារតែគាត់ជិះឡើងមកផ្អាប់ជាមួយនឹងបងនេតហ្មងណាទាំងដែលធម្មតាគាត់ជិះមិនមកផ្អឹបអញ្ចឹងពេកទេជិះដូចសង្សារគេស្រឡាញ់គ្នាណាអញ្ចឹងណាខ្លួនមកគាត់ធូរមកគាត់ហ្នឹងឡើងមកអឹបជាមួយនៅក្នុងបងនេតហើយបងនេតគាត់ថាហើយជិះស្រួលបួលមើលជិះទៅអញ្ចឹងវាឆ្អៀតបានប្រាប់អញ្ចឹងទៅបងចន់ហ្នឹងគាត់ក៏រៀងថយទៅក្រោយបន្តិចប៉ុន្តែបានតែបន្តិចទេក៏បងចន់ហ្នឹងមកជិះផ្អឹបខ្នងបងនេតទៀតទេហើយបងនេតហ្នឹងគាត់ស្រាប់តែលឺសូរសំឡេងដូចជាមានមនុស្សដកដង្ហើមដូចចង់ដាច់ខ្យល់ចឹងគឺសូរហើយបងនេតហ្នឹងគាត់គិតថាបងចន់ហ្នឹងលេងសើចគាត់ក៏ស្រែកស្ដីឲ្យទៅគាត់ថាឈួតនេះហើយលេងអីចឹងហើយឃើញផ្លូវពងតែស្ងាត់អត់គាត់ស្ដីឲ្យអញ្ចឹងហើយបន្ទាប់ពីបងនេតគាត់ស្ដីឲ្យទៅសលេងដកដង្ហើមដូចចង់ដាច់ខ្យល់ហ្នឹងវាក៏ស្ងាត់បន្ទាប់មកបងនេតគាត់ថាបងចន់មិត្តភក្តិរបស់គាត់ហ្នឹងគាត់យកចការបស់គាត់នេះមកដាក់នៅលើស្មារបស់បងនេតបន្ទាប់មកគាត់លៀនរ៉ាត់មកលិតកបងនេតហើយបងនេតគាត់ថាអានតារបស់បងចន់លងស្អុយងោទឹកមាត់អីរបស់គាត់ហ្នឹងហើយគាត់ក៏ចង់ខឹងពេលហ្នឹងហេតុអីក៏មិត្តភក្តិរបស់គាត់នឹងលេងអីតណើបអញ្ចឹងលេងដូចឈួតអញ្ចឹងហើយទឹកមាត់របស់គាត់នឹងលងស្អុយងោប៉ុន្តែពេលហ្នឹងគាត់មិនតន់ងាកមកថាអុយណាគាត់ក៏លេចមើលតាមកញ្ចក់សិនប៉ុន្តែបងប្អូនអើយពេលដែលបងនេតគាត់ក៏លេចមើលទៅកញ្ចក់ហ្នឹង
អាអ្នកដែលកំពុងតែលិតករបស់គាត់ហ្នឹងមិនមែនជាបងចន់ទេគឺជាខ្មោចនិយាយចំណាស់អ្នកណាមកពីណាម្ដងទេមុខលឹងអាលួយហើយលឹងខ្មៅបណ្ដាតវិញគឺវែងលើសមកឆ្អាមទៀតហើយបងនេះគាត់ថាពេលហ្នឹងគាត់គ្រាន់តែឃើញអញ្ចឹងគាត់ចាប់ប្រាំងរមុតហឹងហើយម៉ូតូរៀងបើកលឿនគួរសមដែរតទៅពេលយើងចាប់ប្រាំងបថុចញុចអញ្ចឹងវាបោកព្រុសទៅប៉ុន្តែពេលហ្នឹងគាត់ដូចថាលវាដែរហើយណាមួយទៀតគាត់ជាអ្នកចាប់ប្រាំងអញ្ចឹងគាត់អាចត្រៀមខ្លួនមុនបានបន្តិចអាពេលម៉ូតូបោកទៅព្រុសគាត់ក៏ហក់ចោលម៉ូតូទៅអត់មានបានដួលពីក្រោមម៉ូតូទេណាប៉ុន្តែបងនេតគាត់ថាអាខ្មោចដែលលិតករបស់គាត់មិញហ្នឹងណាវាដួលជាមួយម៉ូតូអាកន្លែងហ្នឹងខ្លាចក៏ខ្លាចកំប្លែងក៏កំប្លែងដែរណាបងប្អូនមិនមែនថាដូចខ្មោចទូទៅដួលព្រុសហើយបាត់ឈឹងទេណាបងនេតគាត់ថាខ្មោចហ្នឹងគ្រាន់តែគាត់ចាប់ប្រាំងម៉ូតូឲ្យដួលព្រុសគាត់ក៏លេចមើលទៅឃើញខ្មោចហ្នឹងដួលផ្ងាពោះចងាងនៅក្រោមម៉ូតូហ្នឹងហើយបងនេតគាត់ថាពេលហ្នឹងគាត់មិនដឹងថាមានភាពក្លាហានមកពីណាណាគាត់អត់សូវខ្លាចប្រហែលទេព្រោះថាឃើញខ្មោចហ្នឹងដូចអន់ដែរអត់មានអាចបំបាំងកាយតាណាបានផងហ្នឹងណាមួយគាត់ដួលប៉ុណ្ណឹងលេងផ្ងាពោះចងាងហើយបានបងនេតហ្នឹងគាត់ទៅរើសដបងពីក្បែរហ្នឹងមកហើយគាត់ធ្វើដូចជាចង់វៃបន្តិចចង់គប់បន្តិចដេញផ្អើលហើយខ្មោចហ្នឹងវាបញ្ចេញអាការៈមើលទៅដូចជាផ្អើលមែនខ្លាចថាបងនេតហ្នឹងគាត់វៃអញ្ចឹងវារៀងថយហើយបងនេតឃើញអញ្ចឹងគាត់កាន់តែបានចុះទៀតកាន់តែស្រែកខ្លាំងទៅជេរផងដេញផងហើយអាដបងហ្នឹងយារកគប់ទៀតហើយខ្មោចហ្នឹងវាក៏ថយក៏រត់ចូលទៅក្នុងចកាពោតដែលនៅក្បែរហ្នឹងបាត់ទៅហើយពេលដែលវាចូលទៅក្នុងចកាពោតបងនេតគាត់ថាស្រាប់តែវាប្រែទៅជាភ្លើងប៉ិនកូនបាល់ពណ៌ក្រហមភ្លឹបភ្លែតទៅពេលហ្នឹងគាត់ដូចជាមិនយល់ដែរណាហើយក៏មិនដឹងដែរថាវាជាអាបជាខ្មោចជាព្រាយឬមួយក៏អីណាប៉ុន្តែ 100%ដឹងថាមិនមែនជាមនុស្សទេចុះមនុស្សមិនបណ្ដាតវាឡើងវែងជាងមកឆ្អាមទៀតហ្នឹងហើយមុនហ្នឹងក៏ដុកមិត្តភក្តិរបស់គាត់ហ្នឹងហេតុអីក៏ឥឡូវនេះវាប្រែទៅជាយាយចំណាស់ម្នាក់ហ្នឹងមានតែយាយចំណាស់ម្នាក់ហ្នឹងគាត់ប្រែកាឡាធ្វើជាមិត្តភក្តិរបស់បងលាតអីចឹងណាតែតទៅពេលដឹកយាយនឹងមកដល់ចំណុចហ្នឹងបានគាត់ប្រែទៅជារូបរាងដើមហើយបងលាតគាត់នឹកឃើញថានៅក្នុងកែបម៉ូតូរបស់គាត់មានកាភ្លើងកែច្នៃមួយដែលគាត់ទុកកែពីខ្លួនហើយនៅក្នុងហ្នឹងមានសល់គ្រាប់3គ្រាប់ទៀតចឹងគាត់ក៏បញ្ចូលគ្រាប់បញ្ចូលអីនៅក្នុងកាភ្លើងបន្ទាប់មកគាត់យកកាភ្លើងហ្នឹងទៅដេញបាញ់អាភ្លើងដែលភ្លឹបភ្លាតមិញហ្នឹងដល់គាត់ខឹងវាចេញមកលងគាត់ចេញមកលិតកលិតអីហ្នឹងគាត់យកកាភ្លើងហ្នឹងទៅបាញ់សំដៅទៅរកភ្លើងដែលភ្លឹបភ្លាតហ្នឹងបាញ់អស់3គ្រាប់ទៅបានគាត់នឹកឃើញថាអញ្ចឹងអាមិត្តភក្តិមកគាត់បងចណាវាមិននៅកន្លែងដើមអាកន្លែងនៅរោមមុខហ្នឹងចុះគាត់ជិះមកចោលដល់នេះហ្នឹងហើយបងនេតនឹកឃើញអញ្ចឹងគាត់ក៏បកត្រឡប់ទៅរកមិត្តភក្តិមកគាត់វិញហើយជិះមកសន្ទុះទៅបានទៅដល់កន្លែងដែលមិត្តភក្តិមកគាត់ជ្រុំមុខហ្នឹងទៅដល់ហ្នឹងក៏ឃើញថាបងចនគាត់កំពុងតែអង្គុយកាន់មុខហើយយំលក្ខណៈថាគាត់ខឹងមិត្តភក្តិជិះទៅចោលឬមួយក៏គាត់ខ្លាចពេកអានេះយើងមិនទាន់ដឹងទេណាប៉ុន្តែបងនេតគាត់អត់ចង់សួរច្រើនទេគាត់ថាកុំតោះអាយំឡើងម៉ូតូមកលឿនឡើងអញជូនទៅផ្ទះព្រោះថាសភាពការវាអត់សូវស្រួលទេណាទី1ខ្លាចចោលមកប្លន់យកលុយទី2ទៀតខ្លាចខ្មោចយាយម្នាក់មិញហ្នឹងមកទៀតអញ្ចឹងក៏ឲ្យបងចនហ្នឹងឡើងមកគាត់បញ្ញាប់ដឹកទៅផ្ទះហើយពេលដែលគាត់ដឹកបងចនហ្នឹងទៅដល់ភូមិហើយគាត់អត់ដាក់បងចននៅនឹងផ្ទះរបស់បងចនហ្នឹងហ្មងទេគាត់ដឹកទៅដាក់ផ្ទះរបស់សង្សារបងចនដែលជាស្រីមេម៉ាយម្នាក់នៅក្នុងភូមិហ្នឹងណាដូចថាគេស្រឡាញ់គ្នាជិញចូលផ្ទះគ្នាទៅមកអញ្ចឹងគឺបងនេតដឹកបងចនទៅដាក់ហ្នឹងគាត់ថានៅហ្នឹងយ៉ាងហោចណាស់ក៏មានសង្សាររបស់បងចននៅហ្នឹងដែរបាន2នាក់ព្រោះថាខ្លាចលោកខ្មោចយាយនឹងមកតាមបងចនឬមួយក៏មិនអញ្ចឹងណាអញ្ចឹងក៏ដឹកទៅដាក់ផ្ទះសង្សាររបស់បងចនបន្ទាប់មកបងនេតគាត់ក៏ជិះម៉ូតូមកផ្ទះវិញមកហើយម្ដងហ្នឹងក៏បញ្ញាប់ចូលដេកទៅណាទឹកក៏មិនមុជថ្មិញក៏មិនដោះដែរហើយគាត់ថារហូតដល់ព្រលឹមឡើងបានគាត់យកហេតុការណ៍ដែលគាត់បានជួបកាលពីយប់មិញហ្នឹងរ៉ាយរាប់ប្រាប់ម៉ាក់មកគាត់ទាំងអស់ថាជួបពីដើមមកមិនចុងក្រោយមិនអីមិនណាហើយម៉ាក់មកគាត់ហ្នឹងក៏ជឿដែរគាត់ក៏ប្រាប់ថាឲ្យបងនេតហ្នឹងទៅបួសហ្មងទៅដើម្បីកាត់សយដើម្បីកាត់គ្រោះប៉ុន្តែបងនេតគាត់ថាគាត់អត់តន់ត្រៀមខ្លួនទេគាត់អត់តន់ចង់បួសទេគាត់សុំត្រឹមតែថាស្រោចទឹកស្រោចអីសិនទៅបានហើយរឿងបួសចាំគិតក្រោយទៀតណាហើយបងនេតគាត់ថាបន្ទាប់ពីគាត់ស្រោចទឹកហើយគាត់អត់តន់ចេញទៅណាទេគាត់គិតថាគាត់នៅរិស័យដាក់នៅសយគាត់បានត្រឹមតែដេកនៅក្នុងផ្ទះធម្មតាអញ្ចឹងទៅហើយលុះបាន 3-4 ថ្ងៃក្រោយមកស្រាប់តែបងនេតហ្នឹងគាត់ឮអ្នកភូមិនិយាយតគ្នាថាមានឃើញខ្មោចអ្នកណាម្នាក់ដែលគេមិនស្គាល់មុខដេកស្លាប់នៅក្នុងចកាពោតមួយកន្លែងដែលនៅឆ្ងាយពីភូមិគាត់ហ្នឹងគួរសមមិនដឹងថាកូនអ្នកណាកូនអ្នកណីស្លាប់ដោយសារតែមូលហេតុអីពិតប្រាកដទេគេនិយាយមកតគ្នាអញ្ចឹង
ហើយអ្នកភូមិខ្លះដែលគេទៅនេគេចង់ដឹងរឿងគេក៏បើកម៉ូតូទៅមើលហើយបងនេតហ្នឹងគាត់ក៏ដូចគ្នាគាត់ចង់ដឹងរឿងដែរគាត់ចង់ទៅឃើញថាជាសាកសពរបស់អ្នកណាគេលោគាត់ស្គាល់ឬមួយក៏មិនអញ្ចឹងទៅប៉ុន្តែគាត់ថាពេលហ្នឹងគាត់នៅមិនទាន់ស្រឡះចិត្តទេគាត់គិតថាក្នុងខ្លួនមកគាត់នេះវានៅសួយនៅរិស័យដាក់ហើយបើទៅឃើញខ្មោចឃើញអីអញ្ចឹងខ្លាចថារិស័យកាន់តែដាក់ទៀតណាអញ្ចឹងក៏អត់ទៅទេបានត្រឹមតែនៅដេកមើលបដាល់នៅក្រោមផ្ទះប៉ុន្តែគាត់ថាអំឡុងពេលថ្ងៃត្រង់ស្រាប់តែគាត់ឃើញថាមានពូម្នាក់ដែលទៅជាអ្នកស្គាល់គ្នាជាមួយនឹងប៉ារបស់បងនេតហ្នឹងណាគាត់តែងតែមកអង្គុយលេងអង្គុយផឹកកាហ្វេអង្គុយជក់បរិយប្រូគ្នាជាមួយនឹងប៉ាបងនេតហើយថ្ងៃហ្នឹងគាត់អត់មានមកប្រូគ្នាជាមួយនឹងប៉ាបងនេតទេគាត់មកយកដំណឹងដែលថាឃើញខ្មោចអ្នកណាដែលមិនស្គាល់មុខដេកស្លាប់នៅផ្លូវហ្នឹងមកប្រាប់បងនេតហើយគាត់ថាអាខ្មោចដែលដេកស្លាប់នៅផ្លូវហ្នឹងគឺជាបងចនមិត្តភ័ក្តិរបស់បងនេតហ្នឹងឯងពូនឹងគាត់ថាគាត់ស្គាល់ណាអញ្ចឹងគាត់ចង់ឲ្យបងនេតហ្នឹងទៅមើលផងទៅខែឡូវាជាមិត្តភ័ក្តិរបស់បងនេតមែនឬមួយក៏មិនអញ្ចឹងណាហើយបងនេតពេលហ្នឹងគាត់ក៏បញ្ញាប់ទាញម៉ូតូជិះទៅមើលហ្មងទៅដោយថារឿងសួយរឿងរិស័យដាក់ឲ្យទុកមកកដប់សិនណាហើយគាត់ថាពេលដែលគាត់ជិះម៉ូតូទៅដល់ចំណុចមួយដែលពូម្នាក់ហ្នឹងគាត់នាំទៅហ្នឹងបានគាត់ឃើញថាវាជាកន្លែងយប់មិញដែលគាត់ជួបខ្មោចហ្នឹងបងប្អូនខ្មោចនិយាយដែលលិតកគាត់ហើយគាត់ទាញអាកាភ្លើងកែច្នៃមកគាត់ទៅដេញបាញ់ហ្នឹងគឺកន្លែងហ្នឹងឯងហើយមានទាំងប៉លិសមានទាំងអ្នកភូមិគេទៅរួមនឹងចិត្តហើយបងនេតហ្នឹងគាត់ក៏ទៅប្រាប់ប៉លិសគាត់ថាគាត់គឺជាមិត្តភ័ក្តិរបស់បងចនហ្នឹងគាត់សុំចូលទៅមើលឲ្យចិត្តបន្តិចហើយគាត់អត់ទៅប៉ះពាល់ឬមួយក៏បំផ្លាញខុសតាំងអីទេហើយប៉លិសគាត់ក៏យកព្រមអនុញ្ញាតឲ្យបងនេតហ្នឹងចូលទៅមើលសាកសពនឹងចិត្តហើយគាត់ថាពេលដែលទៅមើលចិត្តហ្នឹងគឺជាសាកសពរបស់បងចនមែនហើយពេលហ្នឹងគាត់មិនឆ្ងល់មែនទេហើយមិនក៏បងចនគាត់មកដេកស្លាប់នៅហ្នឹងទាំងនៅយប់ហ្នឹងអាពេលជ្រុះមួកជ្រុះអីហ្នឹងគាត់បើកមកចោលមែនប៉ុន្តែគាត់ត្រឡប់មកយកបងចនហើយតើដឹកយកទៅដាក់នៅផ្ទះសង្សាររបស់គាត់ហើយតើហើយឥឡូវមិនបានមកដេកស្លាប់នៅកន្លែងហ្នឹងវិញហើយបងនេតគាត់ថាពេលហ្នឹងនៅលើសាកសពរបស់បងចនហ្នឹងគឺមានស្នាមគ្រាប់កាភ្លើងកែច្នៃចំនួន3គ្រាប់ទី1គឺត្រូវខ្នងទី2គឺត្រូវបំពង់កផ្នែកខាងមុខហើយគ្រាប់ទី3គឺត្រូវក្បាលផ្នែកខាងក្រោយហើយបងប្អូនគិតមើលថាអាគ្រាប់កាភ្លើងកែច្នៃ3គ្រាប់ហ្នឹងគឺជាកាភ្លើងរបស់អ្នកណាគេអ្នកណាបាញ់ហើយអានេះគឺបងនេតគាត់ថាមានតែកាភ្លើងមកគាត់យប់មិញហ្នឹងគាត់មិនប្រើកាភ្លើងកែច្នៃហ្នឹងទៅបាញ់ខ្មោចអីហើយកាភ្លើងមកគាត់3គ្រាប់ហើយឥឡូវនេះស្រាប់តែបងចនត្រូវគ្រាប់ចំនួន3គ្រាប់ហើយសិតតែអាគ្រាប់កាភ្លើងកែច្នៃហ្នឹងអាគ្រាប់បដាងហ្នឹងបងប្អូនអញ្ចឹងពេលហ្នឹងគឺបងនេតគាត់វិលវល់អស់ហើយណាគាត់ថាតិចលោយប់ហ្នឹងគាត់មិនមែនបាញ់ខ្មោចទេប៉ុន្តែគាត់បែរទៅជាបាញ់មិត្តភ័ក្តិខ្លួនឯងឬមួយក៏មិនពេលហ្នឹងគឺបានធ្វើតែវិលវល់ហើយអត់តន់យករឿងហ្នឹងទៅប្រាប់ប៉ូលីសទេខ្លាចថាប្រាប់ទៅប៉ូលីសចាប់បាត់មិនវីវ៉ូហើយបងនេតគាត់ជិះម៉ូតូត្រឡប់ទៅផ្ទះវិញហើយគាត់ថាថ្ងៃហ្នឹងគាត់នៅតែមិនអស់ចិត្តទៅបានគាត់នឹងយករឿងនៃគាត់ជួបកាលពីថ្ងៃមុនហ្នឹងអារឿងដែលថាលោកមិត្តភ័ក្តិទៅបើកលុយមកវិញជ្រុះមួកបន្ទាប់មកជួបខ្មោចហើយគាត់ដកកាភ្លើងបាញ់អីអាណាញ៉ៃហ្នឹងគាត់គិតថាប្រហែលជាគាត់មិនមែនបាញ់ខ្មោចទេតែគាត់បាញ់មិត្តភ័ក្តិខ្លួនឯងបានបងនេតគាត់យករឿងហ្នឹងទៅពិភាក្សាជាមួយនឹងពូមេភូមិដែលគាត់ចង់សួរថាតើត្រូវធ្វើម៉េចគាត់ត្រូវទៅទទួលទោសឬមួយក៏មិនចឹងណាគាត់អត់ទាន់ដឹងហើយបន្ទាប់ពីបងនេតគាត់ប្រាប់រឿងរ៉ាវទាំងអស់ទៅពូមេភូមិហើយពូមេភូមិហ្នឹងគាត់អត់ទាន់និយាយច្រើនទេគាត់ថាឥឡូវហ្នឹងគាត់នាំបងនេតទៅកន្លែងមួយសិនហើយបានបងនេតហ្នឹងគាត់ក៏ទៅជាមួយនឹងពូមេភូមិសិនទៅណាពេលហ្នឹងគឺវល់ហើយមេភូមិនាំទៅណាគាត់ក៏ទៅតាមចឹងទៅហើយលោកមេភូមិហ្នឹងគាត់នាំបងនេតទៅផ្ទះរបស់សង្សារបងចនដែលបងនេតគាត់ដឹកបងចនទៅដាក់កាលពី 3-4 ថ្ងៃមុនហ្នឹងហើយពេលបងនេតទៅដល់ហ្នឹងគាត់ឃើញថាសង្សារបងចនហ្នឹងដេកស្លាប់នៅលើផ្ទះបាត់ហើយលឹងភាយក្លិនមកហើយហ្នឹងលក្ខណៈថាលឹងឡើងខ្មៅហើយបើតាមយើងមើលនឹងភ្នែកសង្សារបងចនហ្នឹងស្លាប់មិនក្រោម4ថ្ងៃទេអាចឈានទៅដល់5ថ្ងៃក៏ថាបានដែរចុះបើលឹងខ្មៅហើយលឹងមានក្លិនអីហ្នឹងហើយបងចនហ្នឹងគាត់ក៏ស្លាប់នៅក្នុងអំឡុងពេលហ្នឹងដែរមានន័យថាគាត់ស្លាប់ក្នុងថ្ងៃតាណាគ្នាឬមួយក៏មិនហើយលោកមេភូមិពេលដែលបានដឹងរឿងទាំងអស់ហ្នឹងហើយគាត់ក៏មានចិត្តអាណិតចង់ជួយបងនេតដែលគាត់ដឹងថាបងនេតហ្នឹងមិនបានតាំងចិត្តបាញ់សម្លាប់មិត្តភក្តិខ្លួនឯងទេគឺខ្មោចហ្នឹងវាមកបន្លំខ្លួនវាមកនាំដៃបងនេតហ្នឹងឲ្យទៅបាញ់ហើយក៏លោកមេភូមិហ្នឹងគាត់ប្រាប់បងនេតថាកុំឲ្យយករឿងដែលបងនេតហ្នឹងប្រាប់មេភូមិទៅប្រាប់អ្នកណាទៀតអត់សោះហើយចាំគាត់ជួយចាត់ការឲ្យថាត្រូវធ្វើបែបណាបងនេតហ្នឹងនៅតែស្ងៀមទៅហើយបន្ទាប់ពីលោកមេភូមិហ្នឹងគាត់ចាត់ចែងគាត់ដើររឿងគាត់ធ្វើនេះធ្វើនោះទៅ
ចុងក្រោយសំណុំរឿងមួយហ្នឹងគេសម្រេចថាបងចរហ្នឹងគាត់ឆ្លោះគ្នាជាមួយនឹងគូសត្រូវរបស់គាត់ហើយត្រូវបានគេបាញ់ប៉ុន្តែគាត់មិនស្លាប់ភ្លាមទេគាត់រត់មកស្លាប់នៅក្បែរផ្លូវហ្នឹងទៅអាកន្លែងចកាពោតហ្នឹងណាហើយរឿងរ៉ាវដែលសង្សារបងចរស្លាប់គេក៏សន្មតថាសង្សារបងចរហ្នឹងគាត់កើតជំងឺប្រចាំកាយរបស់គាត់ខ្លួនឯងអត់មានពាក់ព័ន្ធជាមួយនឹងអ្នកណាទេអាហ្នឹងគឺគេសម្រេចមកថាអញ្ចឹងណាប៉ុន្តែនៅក្នុងចិត្តបងនាងគាត់ដឹងច្បាស់ណាស់ថាពេលដែលបងចរគាត់ស្លាប់ហ្នឹងគឺដោយសារតែគាត់បាញ់ហើយគាត់ក៏មិនបានតាំងចិត្តបាញ់ដែរគាត់បាញ់ខ្មោចយាយអីដែលមកលិតកគាត់ហ្នឹងតើប៉ុន្តែមិនដឹងថាម៉េចបើទៅជាបងចរអ្នកមករងក្របជំនួសយាយហ្នឹងវិញណាហើយបងប្អូនចាំបាននេះក្រោយពេលដែលបងនាងគាត់បាញ់ខ្មោចយាយហ្នឹងហើយគាត់មិនត្រឡប់ទៅរកបងចរវិញអាកន្លែងដែលបងចរជ្រុះមួកហើយទៅនឹងឃើញបងចរអង្គុយយំនៅអាកន្លែងជ្រុះមួកហ្នឹងអង្គុយកាន់មួកហើយគាត់ក៏ហៅបងចរហ្នឹងឲ្យឡើងម៉ូតូមកគាត់ដឹកទៅដាក់ផ្ទះសង្សាររបស់បងចរហើយអាពេលគាត់ដឹកទៅហ្នឹងគឺមិនបានដឹកបងចរទៅទេគឺគាត់ដឹកខ្មោចរបស់យាយម្នាក់ហ្នឹងទៅដោយសារតែបងចរហ្នឹងត្រូវបានបងនាងគាត់បាញ់ស្លាប់បាត់ហើយហ្នឹងហើយប្រហែលជាខ្មោចយាយម្នាក់ហ្នឹងគាត់ប្រែកាឡាឬមកក៏គាត់បំផន់ភ្នែកឲ្យបងនាងនឹងឃើញថាគាត់ជាមិត្តភក្តិរបស់បងនាងអញ្ចឹងណាអញ្ចឹងបងនាងដឹកខ្មោចយាយហ្នឹងទៅដាក់ផ្ទះរបស់សង្សារបងចរហើយសង្សារបងចរហ្នឹងក៏ត្រូវបានយាយម្នាក់ហ្នឹងធ្វើបាបចូលស៊ីគ្រឿងក្នុងឬមួយក៏មិនអញ្ចឹងណាហើយសំខាន់បងនាងហ្នឹងក៏ថានៅក្បែរសាកសពរបស់សង្សារបងចរហ្នឹងគឺមានគំនោក្អួតដែលគំនោក្អួតហ្នឹងពោលឡើងខ្មៅហើយក្លិនវិញគឺក្លិនតែមួយជាមួយនឹងយាយម្នាក់ដែលមកលិតកគាត់ហ្នឹងក្លិនស្អុយស្តៀងគ្នាបេះដាក់ហ្នឹងមកអញ្ចឹងគាត់ថាប្រកាសណាស់ 100% គឺជាស្នាដៃរបស់យាយខ្មោចដាតវែងហ្នឹងហើយលោកមេភូមិគាត់មកប្រាប់បងនាងថាយកកំភ្លើងដែលគាត់បានបាញ់មិត្តភក្តិរបស់គាត់ហ្នឹងយកទៅបំផ្លាញចោលទៅហើយបងនាងគាត់ក៏ធ្វើតាមហ្នឹងអញ្ចឹងទៅយកទៅដុតចោលទៅណាយល់គឺកំភ្លើងហ្នឹងវាលាយបាត់ពីពិភពលោកហ្នឹងហើយបងនាងគាត់ថាចាប់តាំងពីថ្ងៃហ្នឹងមករហូតមកដល់ឥឡូវនេះគាត់អត់មានបានទៅទទួលទោសអីទេប៉ុន្តែគាត់ដឹងក្នុងចិត្តច្បាស់ណាស់ថាគាត់គឺជាអ្នកសម្រាប់មិត្តភក្តិរបស់គាត់នឹងឯងប៉ុន្តែគាត់ថាផ្លូវលោកនេះគាត់អត់មានបានទទួលទោសប៉ុន្តែប្រហែលជាពេលគាត់ស្លាប់ទៅគាត់នឹងអាចទៅចុះនរកឬមួយក៏មិនចឹងណាគាត់គិតខ្លួនឯងណាតែបើយើងគិតឲ្យច្បាស់ទៅគឺបងនាងគាត់មិនបានតាំងចិត្តធ្វើរឿងហ្នឹងទេគាត់តាំងចិត្តដេញបាញ់យាយហ្នឹងតាមានចង់ទៅបាញ់មិត្តភក្តិខ្លួនឯងណាប៉ុន្តែក្រោយមកបែរទៅជាឃើញថាគាត់បាញ់3គ្រាប់ហ្នឹងគឺបាញ់ត្រូវមិត្តភក្តិខ្លួនឯងទេហើយអាហ្នឹងគឺបាបកម្មមួយហើយបាបកម្មមួយទៀតគឺបងនាងហ្នឹងបានដឹកខ្មោចយាយហ្នឹងទៅដាក់នៅផ្ទះសង្សាររបស់បងចរធ្វើឲ្យយាយហ្នឹងមានឱកាសទៅស៊ីសង្សាររបស់បងចរទៀតអាហ្នឹងគឺអញ្ចឹងបងនាងគាត់ថាគាត់បាបលឹងពីរតង់លើគ្នាហ្មងណាហើយរឿងមួយទៀតដែលជារឿងខ្មោចរបស់យាយដាតវែងហ្នឹងបងប្អូនបងនាងគាត់ថាបើតាមអ្នកស្រុកអ្នកភូមិគាត់ណាខ្មោចប្រភេទហ្នឹងគឺគេហៅថាខ្មោចចោលបងប្អូនដែរឮទេខ្មោចចោលខ្មោចហ្នឹងគឺជាប្រភេទខ្មោចអនាថាដែលវាតែងតែដើរលួចដើរបន្លំភ្នែកគេឲ្យធ្វើនេះធ្វើនោះហើយរបស់អ្នកណាដែលគេញ៉ាំបងប្អូនពេលដែលញ៉ាំឲ្យជ្រុះគឺខ្មោចអញ្ចឹងឯងវាធ្វើឲ្យជ្រុះតែនេះបញ្ជាក់គ្រាន់តែជាជំនឿការនិយាយតគ្នាទេបងប្អូនអាចជឿអាចមិនជឿអាស្រ័យទៅតាមបងប្អូនទេប៉ុន្តែខ្ញុំនិយាយពីជំនឿរបស់អ្នកភូមិអ្នកស្រុករបស់បងនាងអញ្ចឹងគាត់ថាខ្មោចចោលអ្នកណាដែលញ៉ាំនេះញ៉ាំនោះជ្រុះអីគឺខ្មោចអញ្ចឹងវាអ្នកធ្វើឲ្យជ្រុះហើយមួយទៀតខ្មោចហ្នឹងពេលដែលបងប្អូនឬមួយក៏សាច់ញាតិអ្នកណាគេសែនសំណែនអីឲ្យទៅបងប្អូនមិត្តភ័ក្តិសាច់ញាតិរបស់គេគឺខ្មោចចោលហ្នឹងវាតែងតែមកលួចស៊ីសំណែនហ្នឹងទាំងដែលគេមិនបានសែនឲ្យវាទេអញ្ចឹងបានគេហៅថាវាគឺជាខ្មោចចោលហ្នឹងចោលលួចស៊ីសំណែនចោលធ្វើឲ្យគេជ្រុះនំជ្រុះបាយជ្រុះម្ហូបពីដៃណាអាហ្នឹងគឺអញ្ចឹងឯងហើយសំខាន់វាថែមទាំងចេះប្រែកាឡាទៀតធ្វើជាមិត្តភ័ក្តិយើងធ្វើជាប្តីប្រពន្ធយើងអញ្ចឹងទៅវាប្រែកាឡាហ្នឹងដើម្បីវាអាចស៊ីអ្វីមួយយ៉ាងឬមួយក៏មកធ្វើបាបយើងអញ្ចឹងណាជាក់ស្ដែងដូចរឿងដែលបងនាងជួបអញ្ចឹងវាប្រែកាឡាធ្វើជាមិត្តភ័ក្តិរបស់បងនាងហើយឲ្យបងនាងហ្នឹងបាញ់ហ្នឹងមិនមែនបាញ់វាអីបាញ់មិត្តភ័ក្តិរបស់ខ្លួនឯងហ្នឹងហើយទោះតែពេលបាញ់ហើយក៏ដឹកយាយម្នាក់ហ្នឹងទៅដាក់នៅផ្ទះសង្សាររបស់បងចរទៀតហើយយាយម្នាក់ហ្នឹងក៏ទៅស៊ីសង្សាររបស់បងចរមកតង់ទៀតទៅនិយាយរួមគឺថ្ងៃហ្នឹងយាយហ្នឹងចំណេញហ្មងអូខេអញ្ចឹងសាច់រឿងមួយនេះមានតែប៉ុណ្្នឹងទេបងប្អូនហើយសម្រាប់អ្នកដែលបានស្ដាប់ពីដើមរហូតមកដល់ចប់ហើយយល់ឃើញបែបណាដែរចំពោះសាច់រឿងមួយនេះគិតថារឿងនេះវាសាហាវអត់វាមិនគួរឲ្យជឿវាអភិនិហាកម្រិតណាឬមួយក៏បងប្អូន
គិតមិនចឹងណាអាច comment នៅខាងក្រោមវីដេអូមួយនេះបានហើយអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា